នោះភាគទី38បន្ទាប់ពីបានទស្សនាភាគទី37ហើយយើងឃើញថាច័ន្ទគឺបានតម្រុយច្រើនមែនតើតើតើជាមួយនឹងដំណើរជីវិតដ៏សែនកំសត់របស់គាត់ហើយអ្វីដែលសំខាន់ពេលនេះយើងឃើញថាភាគទី37លោកគ្រូពេទ្យគាត់ក៏បានធ្វើតេស្តឈាមរវាងឪពុកហើយនិងកូនដែរចង់ដឹងថាតើគឺជាកូនបង្កើតមែនឬមួយក៏អត់ព្រោះគាត់មានការសង្ស័យយូរហើយយាយវិញក៏អញ្ចឹងដែរអ្នកនរឃើញគាត់ល្អតាំងពីយូរស្មើតែជាមនុស្សល្អក៏ពិតទៅគាត់ក៏ជាមនុស្សអាក្រក់ដែរសុខចិត្តសម្លាប់អ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯងអញ្ចឹងយើងឃើញថាពិតជាក្រក់មែនតើហើយធម្មតាមនុស្សល្អណាស់ទៅធ្វើអញ្ចឹងអ្នកនរនេះណោះចៅបង្កើតខ្លួនឯងក៏ហ៊ានបដូរឲ្យអ្នកដទៃដែរអីដែលសំខាន់បន្តទៀតនោះគឺយើងឃើញថាច័ន្ទគាត់ចាប់ផ្ដើមដឹងអំពីចរិតពិតរបស់យាយរបស់គាត់អីដែលសំខាន់បំផុតគឺគាត់បានលើសម្ដីដែលម៉ាក់ចិញ្ចឹមរបស់គាត់បាននិយាយថាក៏ពិតទៅគាត់មិនមែនជាកូនបង្កើតរបស់គាត់ទេអ្នកដែលជាឪពុកម្ដាយបង្កើតរបស់គាត់គឺបានបោះបង់គាត់ចោលហើយអីដែលសំខាន់យាយរបស់គាត់គឺជាអ្នកយកគាត់មកបដូរទៀតអញ្ចឹងអ្នកនរគ្នាពេលដែលលើអញ្ចឹងអ្នកនរគ្នាជាភ្នក់ឬមួយក៏អ្នកនរគ្នាជាចានវិញតើអ្នកនរគ្នាសមាជិកបែបមិនដែរចំពោះយាយបែបហ្នឹងតើអ្នកនរគ្នានឹងអាចថាអធិស្ឋានឲ្យឬមួយក៏យ៉ាងម៉េចខ្ញុំមិនដឹងថាអ្នកនរគ្នានឹងគិតយ៉ាងម៉េចទេតែបើសម្រាប់ខ្ញុំគិតថាវាពិបាកទទួលយកខ្លាំងមែនតើអីដែលសំខាន់គឺឈឺចិត្តដោយសារខ្លួនឯងកើតមកអត់ស្អាតហើយជាមនុស្សស្រីទៀតទៅបានជាត្រូវបានគ្រួសារបោះបង់ចោលហើយមិនទទួលស្គាល់អីដែលសំខាន់បំផុតឥឡូវហ្នឹងគឺគាត់បានដឹងហើយតើគាត់នឹងត្រូវដោះស្រាយបញ្ហាជីវិតរបស់គាត់បន្តទៀតបែបម៉េចវាពិបាកអញ្ចឹងណាជួសជីវិតនាងភ្នក់តោះអ្នកនរគ្នាភាគ38ខចេញពេលដល់ភាគ37មើល review ខ្លះមើលអូខេចាប់ស្អែកហ្មងទៅប៉ិនសុំប៉ិនខ្ជូទេអ្នកគ្នាអូខេសូម្បីតែប៉ិនក៏ទ្រាំបានដែរខ្ញុំក៏ទ្រាំបានដែរគ្នាចង់មើលឡើងហ្នឹងអូខេងាប់ហើយអត់ហ៊ានជេរគេខ្លាចបាបអ្នកគ្នាតោះចាំផងខ្ញុំមិនទាន់ហូបបាយទេអូខេតោះឥឡូវមើលភីសាម្ដងតំណងអ្នកគ្នាជេរគេហត់មែនទេអូខេតោះឥឡូវមកញ៉ាំភីសាសិនមើលតើតមុខទៀតតើទៅជាយ៉ាងណាណោអូយតើបែរខ្ញុំវាឆ្ងល់នេះគេនិពន្ធអញ្ចឹងហើយយើងវិភាគមិនត្រូវណោតែមើលយាយចៅមិនទៀតអីគេយាយចិត្តអាក្រក់ហ្នឹងហើយទៅមិនដឹងថាយាយនឹងចិត្តអាក្រក់ដូចគ្នាណាម៉េះយាយហ្នឹងហើយអ្នកតាមដានមួយចំនួនគិតថាយាយមនុស្សល្អការពិតគាត់អត់សូវល្អប៉ុន្មានទេដូចចចកអញ្ចឹងណាបូមឈាមដល់កលោកគ្រូតាមដានរឿងអូយទៅបែរតកក៏តាមដានរឿងហ្នឹងដែរចុះអ្នកធម្មតាមិនតាមដានមិនកើតណោះអ្នកគ្នាស្មានសម្ដែងខមមិនតែនជួយតបផងបើមិនជាគាត់តបហើយជាល្អខ្ញុំក៏ចង់ដឹងដែរអូខេអ្នកគ្នាអញ្ចឹងខមមិនច្រើនណាស់មើលប៉ុណ្ណេះសិនបានមើលតែខមមិនណាដែលល្អស្អាតមិនណាកុំឲ្យ stress ព្រោះមើលរឿងយូរពេកខ្វល់ចេញចឹងអ្នកគ្នាកុំភ្លេចមើលនៅក្នុងភាពបន្តទៀតតែអ្នកនិពន្ធគាត់នៅនិពន្ធបែបម៉េចសម្រាប់សាច់រឿងមួយហ្នឹងហើយនៅក្នុង channel ពេញមកគាត់អ្នកកុំភ្លេចតាមដានណាអរគុណច្រើនបាយបាយ